បងប្អូនទាំងអស់គ្នាចង់ចំត្រីល្អអញ្ចឹងអត់ឥឡូវបើថាខ្ញុំចេះតែថាបងប្អូនមើលខ្លួនឯងទៅខ្ញុំមានវីដេអូឃ្លីបពាក់ព័ន្ធជាមួយទៅនឹងស្រះត្រីរបស់ខ្ញុំហ្នឹងប្រហែលដែរហើយបងប្អូនអាចមើលទាំងអស់គ្នាបានសូមជម្រាបសួរបងប្អូនទាំងអស់គ្នានៅថ្ងៃនេះខ្ញុំសូមចេញប្រធានបទមួយកាលពី2ថ្ងៃមុនខ្ញុំបានចេញប្រធានបទមួយពាក់ព័ន្ធជាមួយទៅនឹងអ្វីដែលយើងត្រូវគិតគូរមុនពេលដែលយើងចង់ចាប់ផ្ដើមចិញ្ចឹមត្រីក្រាញ់នេះហើយប្រធានបទនៅថ្ងៃនេះគឺខ្ញុំសូមនិយាយដោយសង្ខេបជូនបងប្អូនតែម្ដងពាក់ព័ន្ធជាមួយទៅនឹងរបៀបឬក៏យើងនិយាយមួយទៀតគេហៅថាបច្ចេកទេសនៃការចិញ្ចឹមត្រីក្រាញ់ថាតើយើងគួរតែរៀបចំពីដំបូងរហូតដល់ត្រីរបស់យើងបានដាក់ចូលស្រះហើយយើងត្រូវធ្វើការថែទាំយ៉ាងម៉េចសូមបងប្អូនធ្វើការស្ដាប់នៅការបង្ហាញរបស់ខ្ញុំនេះតាំងពីដើមរហូតដល់ចប់ខ្ញុំសង្ឃឹមថាពេលដែលបងប្អូនស្ដាប់ចប់ហើយអាចធ្វើការពិចារណាគិតគូរហើយនឹងអាចអនុវត្តបានការបង្ហាញជូនបងប្អូននេះគឺមិនមែនចេះតែនិយាយទេអ្វីដែលខ្ញុំបានធ្វើនោះគឺដូចបងប្អូនបានឃើញស្រះខ្ញុំរួចហើយថាវាចាស់ច្រើនទ្រុឌទ្រោមដែរពីព្រោះតែការចិញ្ចឹមរបស់ខ្ញុំនេះគឺមានរយៈពេលជាង1ឆ្នាំហើយពាក់ព័ន្ធជាមួយនឹងការចិញ្ចឹមត្រីនេះទើបខ្ញុំសម្រេចចិត្តថានឹងចែករំលែកជូនបងប្អូនទាំងអស់គ្នាឲ្យបានយល់ពាក់ព័ន្ធជាមួយទៅនឹងការចិញ្ចឹមត្រីក្រាញ់ហើយអ្វីដែលខ្ញុំចង់បានឃើញនោះគឺបងប្អូនដែលបានអនុវត្តតាមហើយឃើញថាបានលទ្ធផលល្អប្រសើរដោយដែលខ្ញុំបានធ្វើនោះគឺជាការសប្បាយចិត្តរបស់ខ្ញុំតែម្ដងចឹងដើម្បីកុំឲ្យខាតពេលបងប្អូនរងចាំតាមដានខ្ញុំសូមសង្ខេបតែម្ដងទៅពាក់ព័ន្ធជាមួយទៅនឹងការចិញ្ចឹមត្រីក្រាញ់របស់យើងនេះដោយយើងផ្ដោតនៅចំណុចសំខាន់មួយចំនួនទី1គឺការរៀបចំទឹករបស់យើងដែលខ្ញុំធ្វើបទបង្ហាញជូនបងប្អូននេះគឺពាក់ព័ន្ធជាមួយទៅនឹងការចិញ្ចឹមត្រីក្រាញ់ដោយប្រើទឹកអណ្ដូងអញ្ចឹងធម្មតាទឹកអណ្ដូងរបស់យើងពេលដែលយើងបូមយកមកដាក់ភ្លាមខ្ញុំគិតថាវាមិនអាចឲ្យត្រីរបស់យើងនៅបានទេលុះត្រាតែយើងមានវិធីសាស្ត្រនៅក្នុងការធ្វើឲ្យទឹករបស់យើងនឹងមាន pH គ្រប់គ្រាន់ដើម្បីអាចចិញ្ចឹមត្រីបានអញ្ចឹងការមើលទៅលើ pH នេះបើសម្រាប់ខ្ញុំប្រើតាមលក្ខណៈធម្មជាតិប៉ុន្តែបើសិនជាបងប្អូនអាចទិញឧបករណ៍វាស់ pH បានគឺជារឿងមួយដែលល្អដែល pH ដែលយើងអាចចិញ្ចឹមត្រីបាននោះគឺខ្ទង់7ទៅ8គឺជារឿងមួយដែលល្អប៉ុន្តែចំពោះខ្ញុំធ្វើតាមបែបធម្មជាតិត្រង់ថាការរៀបចំទឹកអណ្ដូងដាក់ចូលអាងតង់របស់យើងគឺខ្ញុំរៀបរាប់តាមដែលបទពិសោធន៍ទេណាបងប្អូនទាំងអស់គ្នាអាចធ្វើតាមខ្ញុំបានយើងបូមពីទឹកអណ្ដូងដាក់ចូលស្រះរបស់យើងដែលស្រះរបស់យើងនឹងរៀបចំដោយតែខ្ញុំបានរៀបចំនេះគឺចំណាយលុយតិចប៉ុន្តែយើងគ្រាន់តែប្រើកម្លាំងយើងជីកស្រះរបស់យើងហើយក្នុងទំហំណាមួយដែលបងប្អូនអាចគិតថាបងប្អូនអាចធ្វើបានបើសម្រាប់ខ្ញុំធ្វើ3x5វាធំគួរសមដែរចឹងដើម្បីកាត់បន្ថយចំណាយខ្ញុំជីកដីព្រោះដីខ្ញុំវារៀងទលាយដែរខ្ញុំជីកទៅហើយខ្ញុំដាក់តង់របស់យើងរៀបចំជាស្រះដោយតែខ្ញុំបានថតនៅក្នុងវីដេអូនេះស្រាប់អញ្ចឹងបន្ទាប់ពីនឹងហើយកម្ពស់ទឹកដែលយើងដាក់សមរម្យសម្រាប់ចិញ្ចឹមត្រីក្រាញ់អាចថាកម្ពស់វា7ទឹកទៅពីព្រោះនៅក្នុងកម្ពស់នេះវាធ្វើឲ្យទឹករបស់យើងនឹងអត់ងាយស្អុយទេអានេះគឺខ្ញុំនិយាយពីកម្ពស់ទឹកដែលយើងគួរតែដាក់ចូលទៅក្នុងស្រះអាងតង់របស់យើងបកមកវិញពាក់ព័ន្ធជាមួយទៅនឹងការរៀបចំទឹកមុនពេលដែលយើងដាក់កូនត្រីអានេះគឺយោងទៅលើបទពិសោធន៍នេះខ្ញុំធ្វើទៅទទួលបានជោគជ័យគឺយើងបូមដាក់ចូលអាងតង់របស់យើងទុកចោលក្នុងរយៈពេល1សប្តាហ៍ទៅ2សប្តាហ៍បន្ទាប់ពីនឹងហើយគឺយើងបង្ហូរទឹកនឹងចេញពីព្រោះមូលហេតុដែលខ្ញុំឲ្យបង្ហូរដោយសារតែតង់របស់យើងក៏ដឹងថាតើវាមានជាតិពុលឬក៏ជាតិអីទេអញ្ចឹងជៀសវាងការងាប់កូនត្រីជាយថាហេតុគឺយើងបង្ហូរទឹកនឹងចេញបន្ទាប់ពីបង្ហូរហើយលាងសម្អាតហើយគឺយើងចាប់ផ្ដើមបូមទឹកថ្មីបង្ហូរចូលដាក់ទៀតបន្ទាប់ពីនឹងមកគឺយើងបាចអំបិលដូចដែលខ្ញុំប្រាប់មុនហ្នឹងថាកម្ពស់ទឹកដែលយើងដាក់គឺពី6ទឹកទៅ7ទឹកប៉ុន្តែយកល្អយក7ទឹកទៅវារៀងជ្រៅបន្តិចបាចអំបិលប្រហែលជាគឺយើងគិតទៅតាមទំហំដូចខ្ញុំនេះ3x5ខ្ញុំដាក់ប្រហែលជា3-4ខាំទៅកន្លះគីឡូទៅវាសមរម្យណាហ្នឹងហើយ
បន្ទាប់ពីនឹងមកគឺយើងទុកចោលរយៈពេលអាចថាកន្លះខែ2សប្តាហ៍យកល្អបន្ទាប់ពីនឹងមកយើងត្រួតពិនិត្យគឺបើសិនជាទឹករបស់យើងមានតកៅទឹកមានអីទៅយើងអាចចិញ្ចឹមត្រីបានហ្នឹងហើយក្នុងកំឡុងពេលដែលយើងទុកទឹកតនេចោលនេះបងប្អូនអាចមានចកឬក៏កំប្លោកដាក់ចូលទៅក្នុងចំនួនចិត្តពាក់កណ្ដាលស្រះអីទៅដើម្បីឲ្យវាទឹករបស់យើងនឹងងាយស្រួលឆាប់បានចិញ្ចឹមត្រីបានហ្នឹងហើយនេះគឺជារឿងមួយដែលខ្ញុំធ្វើហើយខ្ញុំចែករំលែកជាលក្ខណៈធម្មជាតិទេបងប្អូនបន្ទាប់ពីទឹករបស់យើងអាចចិញ្ចឹមត្រីបានយើងទុកចោលក្នុងរយៈពេល15ថ្ងៃហ្នឹងបន្ទាប់ពីមានតកៅទឹកគឺយើងបានន័យថាអាចកំងកូនត្រីយកមកបានណាអញ្ចឹងពេលដែលកូនត្រីមកដល់ជំហានបន្ទាប់ទៀតនោះគឺការប្រឡែងកូនត្រីខ្ញុំឃើញមានវីដេអូបងប្អូនយើងរបស់យើងមួយចំនួនគឺគាត់ប្រឡែងកូនត្រីដោយការតម្លាក់ចូលខ្លាំងប៉ុន្តែអ្វីដែលខ្ញុំទទួលបាននៅបទពិសោធន៍និងការណែនាំពីមុនមកគឺយើងប្រឡែងកូនត្រីដោយមានការថ្នមបំផុតធម្មតាការផ្ញើកូនត្រីមកយើងនេះគឺមានលក្ខណៈជាកដុងរបស់យើងនឹងដែលយើងនិយាយភាសាសាមញ្ញថាកដុងហ្នឹងចឹងពេលដែលយើងបានកូនត្រីយកមកហើយកុំអាលប្រឡែងវាភ្លាមបងប្អូនចំណុចនេះគឺសំខាន់គឺយើងទុកវាប្រហែលជាកន្លះម៉ោងអីទៅហើយបន្ទាប់ពីនឹងមកគឺយើងយកកូនត្រីរបស់យើងនៅក្នុងកដុងយកទៅត្រាំទឹកឲ្យវាស្គាល់បានន័យថាសីតុណ្ហភាពទឹករបស់យើងជាមួយនឹងទឹកនៅក្នុងកដុងពីព្រោះពេលដែលគេផ្ញើតាមឡានមកយើងធម្មតាវាមានការក្តៅហើយទឹកណាអញ្ចឹងទឹករបស់យើងដែលទុកនេះវាត្រជាក់អានេះគឺជាចំណុចដែលយើងត្រូវគិតគូរមែនតើយើងត្រាំវាទុកចោលរយៈពេលពី20ទៅ30នាទីអាហ្នឹងឲ្យយូរទៅប៉ុន្តែយើងអាច5-10នាទីឲ្យបានបើសិនជាយើងចង់យកល្អយើងទុកវារយៈពេល20នាទីបន្ទាប់ពីនឹងមកហើយគឺយើងចាប់ផ្ដើមប្រឡែងដោយប្រឡែងនោះគឺយើងអត់ប្រឡែងវាខ្លាំងចូលទៅក្នុងអាងស្រះតង់របស់យើងទេបងប្អូនគឺយើងចំហមាត់កដុងដែលគេកាត់ហ្នឹងយើងឲ្យត្រីវាហែលចូលបើថាយើងផ្ទេផ្អៀងវាឲ្យទឹកហូរចូលទៅក្នុងកដុងហ្នឹងទៅឲ្យកូនត្រីហែលថ្នមទៅតាមដំណើររបស់វាដើម្បីឲ្យត្រីរបស់យើងវាអត់សូវវិលមុខខ្លាំងបើសិនជាបងប្អូនធ្វើវាដោយបង្ខំវាអាចបើយើងនិយាយអស់ទៅវាពុលទឹកអញ្ចឹងថាការណាពុលទឹកវាធ្វើឲ្យត្រីរបស់យើងអាចមានសភាពងាប់វាមិនងាប់ទាំងអស់ហើយបងប្អូនប៉ុន្តែវាងាប់ក្នុងបើសិនជាយើងលែងវាធ្ងន់ធ្ងរខ្លាំងវាងាប់ច្រើនអញ្ចឹងទៅប៉ុន្តែបើយើងលែងវារៀងថ្នមបន្តិចវាងាប់តិចទៅប៉ុន្តែបើយើងថ្នមវាខ្លាំងមែនតើបរិមាណដែលងាប់ហ្នឹងសឹងថាមានតិចតួចបំផុតឬក៏ជួនកាលអត់មានផងបើសម្រាប់ខ្ញុំប្រឡែងថ្នមអញ្ចឹងទៅគឺអត់មានងាប់ទេហ្នឹងហើយអានេះគឺជាចំណុចទី2ដែលបងប្អូនត្រូវធ្វើបន្ទាប់ពីយើងរៀបចំបហូរទឹកចូលហើយអញ្ចឹងចំណុចទី3គឺការដាក់ចំណីបន្ទាប់ពីបងប្អូនដាក់កូនត្រីចូលទៅក្នុងអាងតង់របស់យើងរួចរាល់បងប្អូនកុំទាន់អាលដាក់ចំណីឲ្យវាស៊ីយើងទុករយៈពេល12ម៉ោងអីទៅបងប្អូនហ្នឹងហើយត្រីវាអត់ងាប់ទេឲ្យវាស៊ាំជាមួយនឹងទឹករបស់យើងសិនបន្ទាប់ពីហ្នឹងគឺយើងចំណីរបស់យើងនឹងសួរថាបានមកពីណាគឺយើងត្រៀមទិញចំណីដែលតូចអាចជាខ្ទង់លីទៅផ្សារដែលបងសួរទំហំលីដែលតូចជាងគេសមរម្យបងប្អូនអាចយកមកដើម្បីដាក់ឲ្យកូនត្រីរបស់យើងជាទូទៅដូចជាខ្ញុំប្រើលើកមុនហ្នឹងចង់ផ្លេចដូចជាខ្ទង់2-3លីនឹងឯងគឺជាចំណីមួយដែលតូចសម្រាប់កូនត្រីរបស់យើងស៊ីអញ្ចឹងក្នុងរយៈពេលបន្ទាប់ពី12ម៉ោងគឺយើងបាចចំណីហ្នឹងហើយយើងអាសាឃ្លាំមើលវាផងបងប្អូនថាតើវាមានពុលឬក៏វាមានងាប់វាមានវិលមុខអីយ៉ាងអត់អញ្ចឹងណាហ្នឹងហើយអានេះគឺជាជំហានទី3ជំហានទី4គឺការថែទាំនេះទាំងការថែទាំដាក់ចំណីទាំងការថែទាំទឹកអញ្ចឹងបន្ទាប់ពីបងប្អូនប្រឡែងកូនត្រីចូលទៅក្នុងអាងតង់របស់យើងក្នុងរយៈពេល1អាទិត្យ2អាទិត្យដំបូងវាអត់ស្អុយទេទឹកវាអត់ទាន់មានសភាពប្រែទៅជាឆាប់ស្អុយទេការចិញ្ចឹមត្រីក្រាញ់នេះបញ្ហាមួយគឺវាធ្វើឲ្យឆាប់ស្អុយទឹកអញ្ចឹងការហូរទឹកផ្លាស់ប្ដូរទឹកនេះគឺយើងមានជាជំហានដែលបងប្អូនត្រូវធ្វើការបដូរដោយឲ្យបានហ្មត់ចត់ហើយប្រយ័ត្នប្រយែង
ចំពោះសប្តាហ៍ទី1បន្ទាប់ពីយើងប្រឡែងកូនត្រីយើងការផ្លាស់ប្ដូរទឹកគឺយើងអត់អាចលាងចេញទាំងអស់ទេគឺយើងបដូរជាជំហានបានន័យថាក្នុងសប្តាហ៍ទី1គឺយើងអាចផ្ទេរទឹកចេញ 20% បន្ទាប់មកគឺយើងបង្ហូរទឹកម្ដងរបស់យើងចូលវិញនៅសប្តាហ៍ទី2បងប្អូនបង្ហូរចេញ 40% បន្ទាប់មកគឺយើងបង្ហូរទឹកចូលវិញ 40% នឹងវិញហើយសប្តាហ៍ទី3គឺយើងផ្ទេរចេញបានន័យថាបង្ហូរចេញ 60% ហើយយើងដាក់ទឹកចូលវិញ 60% ហ្នឹងទៅដល់សប្តាហ៍ទី4គឺជាសប្តាហ៍មួយដែលកូនត្រីរបស់បងប្អូនវារៀងធំបន្តិចជាពេលដែលធ្វើឲ្យបងប្អូនអាចធ្វើការលាងសម្អាតម្ដងដើម្បីឲ្យវាអស់នៅកាកសំណល់ផ្សេងៗកុំឲ្យត្រីរបស់យើងពុលអានេះគឺជាកត្តាសំខាន់ដែលខ្ញុំរៀបរាប់ជូនបងប្អូននេះគឺចាប់ពីជំហានដំបូងរហូតដល់ជំហានចុងបញ្ចប់ដោយជាការសង្ខេបបងប្អូនអាចធ្វើការស្ដាប់បានហើយបើសិនជាមានចម្ងល់បងប្អូនអាច comment នៅខាងក្រោមវីដេអូនេះដើម្បីខ្ញុំនឹងលម្អិតនៅចំណុចមួយបន្ថែមទៀតប៉ុន្តែខ្ញុំចេញវីដេអូក្រោយផ្សេងទៀតគឺខ្ញុំនឹងចេញពីចំណុចលម្អិតមួយពាក់ព័ន្ធជាមួយនឹងការប្រឡែងកូនត្រីពាក់ព័ន្ធជាមួយទៅនឹងការបង្ហូរទឹកចេញពាក់ព័ន្ធជាមួយនឹងការឲ្យចំណីប៉ុន្តែនៅក្នុងវីដេអូនេះគឺជាវីដេអូរួមដែលខ្ញុំសង្ខេបជូនបងប្អូនហើយបងប្អូនអាចធ្វើការតាមចង់ចិញ្ចឹមអាចធ្វើតាមខ្ញុំរៀបរាប់ប្រាប់ហ្នឹងទៅបងប្អូនអាចធ្វើការចិញ្ចឹមបានពីព្រោះអ្វីដែលខ្ញុំមានបទពិសោធន៍ខ្ញុំធ្វើទៅតាមនឹងដែរទេបងប្អូនហើយការចែករំលែករបស់ខ្ញុំនេះគឺការចែករំលែកដែលអស់ពីចិត្តដើម្បីឲ្យបងប្អូនអាចចិញ្ចឹមបានតែម្ដងអញ្ចឹងវីដេអូរបស់យើងក៏ឈានមកចូលមកដល់ទីបញ្ចប់ផងដែរពាក់ព័ន្ធជាមួយនឹងបច្ចេកទេសក៏ដូចជារបៀបនៃការចិញ្ចឹមត្រីក្រាញ់ដែលខ្ញុំបានសង្ខេបជូនសូមអរគុណ